ហើយយើងកាត់ទៅមើលលើភ្នំគូយន្តនេះវិញគឺថាពេលនេះឌូជនរបស់យើងគេបានធ្វើដំណើរមកដល់ទីហ្នឹងហើយថែមទាំងនៅទីហ្នឹងគឺគេដាក់សញ្ញាមិនអោយមនុស្សចូលទៅទេហើយដោយសារតែគេមិនអោយមនុស្សចូលដូច្នេះហើយឌូជនរបស់យើងក្នុងនាមជាបិសាចមេឃាគេក៏បានរត់ចូលទៅក្នុងទីហ្នឹងតែម្ដងហើយបន្ទាប់ពីរត់ឡើងលើភ្នំបានមួយសន្ទុះពេលនេះគេក៏បានធ្វើដំណើរមកដល់ហ្គេតហើយហ្គេតនឹងដែរគឺមានកម្រិតដល់ទៅកម្រិត A ហើយបន្ទាប់មកឌូជនរបស់យើងគេក៏បានយកកាតការងាររបស់គេទៅឆូតដើម្បីបើកទ្វារចូលទៅក្នុងហ្គេតហើយនៅទីហ្នឹងគឺយើងបានឃើញថាក៏មានកាមេរ៉ាសុវត្ថិភាពដែរប៉ុន្តែក៏គ្មានបញ្ហាសម្រាប់ឌូជនដែរគឺដោយសារតែឌូជនរបស់យើងគេបានបិទមុខបាត់ទៅហើយបន្ទាប់ពីហ្នឹងមកគឺថាពេលនេះដែរឌូជនរបស់យើងគេក៏បានចូលទៅដល់ក្នុងហ្គេតតែម្ដងហើយស្ថានភាពដែលនៅក្នុងហ្គេតហ្នឹងគឺសម្បូរទៅដោយព្រៃឈើហើយបន្ទាប់ពីហ្នឹងមកឌូជនរបស់យើងគេក៏មិនអោយខាតពេលយូរដែរពេលនេះគេកំពុងតែដើររកពពួកបិសាចដែលមានកម្រិត A ដើម្បីតែសម្លាប់ពួកវាចោលតែម្ដងប៉ុន្តែនៅខណៈពេលដែលកំពុងតែតាមរកពពួកបិសាចនឹងដែរគេក៏បានប្រទះនឹងក្រុម Hunter មួយក្រុមដែលបានចូលមកហ្គេតនេះដែរហើយក្រុម Hunter ដែលមានគ្នា3នាក់ហ្នឹងបន្ទាប់ពីឃើញឌូជនរបស់យើងហើយពួកគេក៏បាននាំគ្នាមាក់ងាយឌូជនតែម្ដងដោយសារតែឌូជនហ្នឹងគ្មានសម្ភារៈដើម្បីពាក់ការពារខ្លួននៅក្នុងហ្គេតហ្នឹងឡើយហើយដោយសារតែឃើញឌូជនរបស់យើងក្រោករាក់ពេកពួកគេទាំង3នាក់ក៏រួមមតិគ្នាដើម្បីបណ្ដេញឌូជនរបស់យើងឲ្យចេញពីហ្គេតពីព្រោះថានៅក្នុងហ្គេតក៏វាមិនសូវសុវត្ថិភាពដែរដូច្នេះហើយពួកគេក៏ខ្លាចឌូជនរបស់យើងនឹងមានគ្រោះថ្នាក់ផងដែរហើយសម្ដីដែលពួកគេប្រើប្រាស់ដើម្បីបណ្ដេញឌូជនរបស់យើងគឺរៀងពិបាកស្ដាប់ដែរបើសិនជា admin វិញដាក់ម៉ាកដៃកណ្ដាលមុខតែម្ដងប៉ុន្តែគាត់ជូនអីគឺថាមិនមែនជា admin ទេហើយបន្ទាប់ពីបានបណ្ដេញឌូជនរបស់យើងមិនទាន់នឹងចេញផងស្រាប់តែពេលនោះដែរហ្គេតដែលពួកគេកំពុងតែស្ថិតនៅនោះក៏បានប្រែក្លាយទៅជាហ្គេតអាតកំបាំងហើយហ្គេតអាតកំបាំងនឹងដែរគឺជាហ្គេតដែលបានធ្វើការផ្លាស់ប្ដូរកម្រិតរបស់វាដោយខ្លួនឯងដូចជាហ្គេតដែលឌូជនរបស់យើងគេកំពុងនៅវាមានកម្រិត A ប៉ុន្តែដោយសារតែហ្គេតហ្នឹងជាហ្គេតអាតកំបាំងដូច្នេះហើយវាក៏បានប្រែក្លាយហ្គេតហ្នឹងឲ្យមានកម្រិតខ្លាំងជាងកម្រិត A ហ្នឹងទៅទៀតហើយពេលនោះផងដែរ system ក៏បានបញ្ចេញមកហើយក៏បានប្រាប់ពួកគេទាំង4នាក់ថាបើសិនជាពួកគេទាំង4នាក់មិនអាចកម្ចាត់បោះនៅក្នុងហ្គេតដែលបានលេចឡើងនោះពួកគេទាំង4នាក់នឹងមិនអាចចេញពីហ្គេតនឹងបានឡើយហើយអ្នកនៅខាងក្រៅក៏មិនអាចចូលមកក្នុងហ្គេតបានឡើយលុះត្រាតែពួកគេទាំង4នាក់នោះស្លាប់នៅក្នុងហ្គេតនឹងតែម្ដងហើយបន្ទាប់ពីមានហេតុការណ៍ហ្គេតអាចកំបាំងបានលេចឡើងហើយយើងកាត់មកមើលនៅឯទីស្នាក់ការកណ្ដាលរបស់ Hunter ឯនេះវិញគឺយើងក៏បានឃើញបរិសម្នាក់ដែលយើងមិនទាន់ដឹងថាគាត់គឺជាអ្នកគ្រប់គ្រង Hunter នៅប្រទេសកូរ៉េនឹងទាំងអស់ឬក៏ជាម្ចាស់ Guild ណាមួយឡើយហើយនៅទីហ្នឹងផងដែរក៏មានបរិសម្នាក់បានរាយការណ៍អំពីរឿង Gate អាចកំបាំងដែលបានលេចចេញមកហើយគាត់ក៏បានរៀបរាប់ប្រាប់បរិសម្នាក់ដែលរៀងវ័យចំណាស់ហ្នឹងថានៅក្នុង Gate អាចកំបាំងហ្នឹងមាន Hunter រហូតដល់ទៅ4នាក់ឯណោះហើយ Hunter ក្នុងចំណោម4នាក់ហ្នឹងគឺមាន rank A ហើយចំណែកឯ Hunter ម្នាក់ទៀតគឺគេមាន rank F ហើយគេក៏បានរៀបរាប់ទៀតថាទោះបីជាឥឡូវនេះពួកគេមិនអាចតាក់ទងទៅ Hunter ដែលនៅក្នុងនោះក៏ដោយប៉ុន្តែពួកគេអាចពិនិត្យមើលស្ថានភាពឬសកម្មភាពរបស់ Hunter ដែលនៅក្នុង Gate អាចកំបាំងនោះហើយបន្ទាប់ពីនឹងមកបរិសដែលមានរាងវ័យចំណាស់បន្តិចក៏បានសួរទៅបរិសម្នាក់នោះថាតើបរិសនៅក្នុង Gate អាចកំបាំងនឹងគឺជាបិសាចប្រភេទអ្វីហើយបន្ទាប់ពីដឹងថាបរិសដែលនៅក្នុង Gate អាចកំបាំងនោះគឺជាអកហើយបរិសដែលមានវ័យចំណាស់នោះក៏បាននិយាយភ្លាមថាពួកគេទាំងអស់នឹងត្រូវស្លាប់ហើយដូច្នេះហើយពួកយើងឆាប់បើកការប្រជុំភ្លាមទៅហើយយើងកាត់មកមើលទស្សនវិជ្ជាដែលនៅក្នុង Gate ឯនេះវិញគឺថាពេលនេះក្រុម Hunter ទាំងអស់នោះពួកគេទាំង3នាក់ក៏បាននាំគ្នារត់ដើម្បីពិនិត្យមើលស្ថានភាពដែលនៅក្នុង Gate ហ្នឹងហើយសូម្បីតែឌូជនរបស់យើងនៅពេលនេះដែរគេក៏បានប្លែមប្រឡំជាមួយនឹងក្រុម Hunter ហ្នឹងដែរហើយបន្ទាប់ពីរត់បានមួយសន្ទុះនៅពេលនេះដែរពួកគេក៏បានឃើញក្រុមអុកដែលបានមកប្រមូលផ្ដុំគ្នាហើយអ្វីដែលពិសេសគឺថាពួកអុកហ្នឹងគឺមានមាឌធំតែម្ដងជាពិសេសគឺជាបោះរបស់ពួកអុកហ្នឹងតែម្ដងហើយចំណែកក្រុម Hunter ទាំង3នាក់របស់យើងបន្ទាប់ពីឃើញក្រុមអុកហ្នឹងហើយពួកគេរកធ្វើអ្វីមិនត្រូវឡើយគឺថាដោយសារតែក្រុមអុកហ្នឹងវាច្រើនហើយណាមួយទៀតបោះរបស់ពួកអុកហ្នឹងគឺមានមាឌធំសម្បើមតែម្ដងប៉ុន្តែចំណែកឯឌូជនរបស់យើងគេក៏មិនគិតច្រើនដែរសម្បត្តិត្រឹមតែពពួកអុកប៉ប៉ុណ្ណឹងគឺដូចជាញិចចៃអញ្ចឹងហើយពេលនោះដែរឌូជនរបស់យើងក៏បានគិតក្នុងចិត្តថាហើយមើលទៅ
តាមសមត្ថភាពរបស់ពួកគេទាំង3នាក់មើលទៅមិនអាចទប់ទល់ជាមួយនឹងពពួកអុកនឹងបានយូរឡើយហើយពិតជាធុញមែនមិនគួរណាកើតមកខ្លាយទៅជាមនុស្សល្អឡើយហើយពិតជាធុញមែនតើមើលទៅគួរតែកម្ចាត់ពួកវាចោលហើយកុំឲ្យមានរឿងច្រើនហើយបន្ទាប់ពីបានគិតចប់ហើយដូចជនរបស់យើងគេក៏បានក្រោកឈរដើរទៅសម្ដាប់ពួកអុកប៉ុន្តែស្រាប់តែពេលនោះក៏មាន Hunter ម្នាក់ចាប់ឌូជនរបស់យើងឲ្យក្រាបមកវិញហើយគេក៏បាននិយាយថាណែឯងឈួតទេឯងនៅឲ្យតែស្ងៀមទៅកុំនាំរឿងដល់ពួកយើងទៀតណាប៉ុន្តែឌូជនរបស់យើងគេក៏បាននិយាយទៅវិញថាប៉ុន្តែខ្ញុំគ្រាន់តែចង់មិនទាន់នឹងបាននិយាយចប់ផងគេក៏បាននិយាយថាណែបើឯងនៅតែមិនស្ដាប់យើងទៀតយើងនឹងសម្លាប់ឯងចោលហើយប៉ុន្តែឌូជនរបស់យើងគេក៏បាននិយាយថាទេខ្ញុំគ្រាន់តែហើយស្រាប់តែពេលនោះបរិមម្នាក់នោះក៏បាននិយាយទៅកាន់ឌូជនរបស់យើងថាណែឯងឆាប់ស្ងាត់មកទៅហើយឌូជនរបស់យើងដោយឃើញបែបហ្នឹងហើយមិនម៉ែអញពួកឯងធ្វើអីក៏ធ្វើទៅហើយឌូជនរបស់យើងដោយឃើញបែបហ្នឹងហើយគេក៏លេងខ្វល់តែម្ដងហើយគេអង្គុយចាំតែមើលថាពួក Hunter ទាំង3នាក់ហ្នឹងដោះស្រាយជាមួយនឹងក្រុមអុកហ្នឹងដោយរបៀបណាហើយបន្ទាប់ពីហ្នឹងមកគឺថាក្រុម Hunter ទាំង3នាក់ហ្នឹងពេលនេះដែរពួកគេក៏បានមកកម្ចាត់អុកហើយក្នុងការកម្ចាត់អុកហ្នឹងដែរមើលទៅដូចជាវេទនាតែម្ដងដោយសារតែមានទាំងកាប់ផងមានទាំងអ្នកប្រើធ្នូបាញ់ផងមានទាំងអ្នកប្រើកំភ្លើងបាញ់ទៀតប៉ុន្តែមើលទៅដូចជាធ្វើអីអុកហ្នឹងមិនបានទេប៉ុន្តែយ៉ាងណាក៏ដោយសមត្ថភាពរបស់ពួកគេមានទៅដល់ Hunter Rank A ទៅហើយដូច្នេះហើយដោយការរួមសហការគ្នាពួកគេក៏អាចយកឈ្នះអុកមួយក្បាលនឹងបានប៉ុន្តែគឺក្នុងលក្ខណៈបែបវេទនាតែម្ដងហើយបន្ទាប់ពីកម្ចាត់អុកនឹងហើយពួកគេទាំង3នាក់ក៏បានរកមើលឌូជនរបស់យើងប៉ុន្តែឌូជនរបស់យើងពេលហ្នឹងដែរគេក៏បានបាត់ស្រមោលពីទីហ្នឹងបាត់ទៅហើយចំណែកឌូជនរបស់យើងគឺគេមិនមែនទៅណាទេគឺគេមកកម្ចាត់អុកហ្នឹងដើម្បីយកត្បូងគ្រីស្តាល់របស់បិសាចកម្រិត A ដើម្បីយកទៅលក់ផ្ដោះប្ដូរជាមួយនឹងលុយហើយបិសាចអុកដែរឌូជនរបស់យើងបានសម្លាប់គឺមើលទៅមិនតិចនោះទេគឺងាប់គោសាក់សពគ្នាតែម្ដងហើយឌូជនរបស់យើងបន្ទាប់ពីកម្ចាត់វងអុកនឹងហើយគេក៏មានបំណងទៅកម្ចាត់របស់ពពួកអុកនឹងដែរប៉ុន្តែគេក៏បាននឹកឃើញថាអបិ Hunter នោះបានប្រាប់គេឲ្យនៅស្ងៀមបើមិនដូច្នេះទេគេនឹងសម្លាប់ឌូជនយើងហើយដោយនឹកឃើញបែបហ្នឹងហើយឌូជនរបស់យើងពេលនេះគេក៏មិនខ្វល់ច្រើនដែរហើយដេកសិនហើយចឹងហើយយើងកាត់មកមើល Hunter ទាំង3នាក់ហ្នឹងឯនេះវិញគឺថាពេលនេះដោយសារតែការរួមសហការគ្នារបស់ពួកគេទាំង3នាក់ក៏បានធ្វើឲ្យពួកគេបានកម្ចាត់អុកជាច្រើនក្បាលបាត់ទៅហើយប៉ុន្តែទោះបីជាពួកគេនឹងបានកម្ចាត់អុកជាច្រើនក៏ដោយប៉ុន្តែពេលនេះពួកគេក៏មិនស្រួលដែរដោយសារតែពេលនេះដែរពួកគេបានអស់កម្លាំងដោយសារតែកម្ចាត់អុកនឹងជាច្រើនក្បាលហើយមិនទាន់នឹងសម្រាប់ដកដង្ហើមស្រួលផងស្រាប់តែពេលនេះដែរវររបស់ពពួកអុកបាននាំកងទ័ពរបស់វានឹងធ្វើដំណើរមកដល់កន្លែងដែល Hunter ទាំង3នាក់នឹងកំពុងតែស្ថិតនៅបាត់ទៅហើយអបិដែលមើលទៅទំនងជាមេក្រុមគេនឹងបន្ទាប់ពីឃើញស្ថានភាពបែបហ្នឹងហើយគេក៏បានប្រាប់គ្នារបស់គេនឹងកុំតន់អាលស្លន់ស្លោអីប៉ុន្តែមិនតន់នឹងបាននិយាយចប់ផងស្រាប់តែមានអុកមួយក្បាលបានមកវាយប្រហារគ្នារបស់គេឲ្យប៉ើងទៅខ្ទាតបុកនឹងដើមឈើបាត់ទៅហើយដោយឃើញថាស្ថានភាពដូចជាមិនស្រួលទេពេលនេះដែរគេក៏បានសម្រេចចិត្តនឹងយកខ្លួនរបស់គេទៅបដូរជាមួយនឹងពេលវេលាដើម្បីឲ្យគ្នារបស់គេបានរត់គេចខ្លួនហើយនៅពេលដែលគេនឹងកំពុងតែរត់ទៅបដូរជាមួយនឹងពពួកអុកនឹងហើយស្រាប់តែពេលនោះដែរក៏មានវីរៈបុរសបានប្រើស្នេតកំបិតទៅចាត់ការពពួកអុកនឹងបាត់ទៅហើយបុរសម្នាក់ហ្នឹងក៏មិនមែនជាអ្នកណាឆ្ងាយដែរគឺជាឌូជនរបស់យើងហើយមិនណាគេទាយខុសខ្លះថា admin ខមមិនមកហើយអបិដែរជាមេក្រុម Hunter នឹងដែរបន្ទាប់ពីឃើញឌូជនរបស់យើងបានបង្ហាញខ្លួនហើយធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងហើយអ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលទៀតនោះគឺថាឌូជនរបស់យើងគេក៏បានបង្កើតបារៀដើម្បីការពារពួកគេទាំង3នាក់ទៀតផងហើយឌូជនរបស់យើងនៅក្នុងបារៀនឹងដែរក៏មានអុកបានមកវាយប្រហារឌូជនរបស់យើងប៉ុន្តែសមត្ថភាពត្រឹមតែប៉ុណ្្នឹងគ្រាន់តែយកមេឈើគប់ទៅអុកនឹងក៏បានធ្វើឲ្យវានឹងងាប់បាត់ទៅហើយមិនមែនធម្មតាទេគឺបែកសាច់តែម្ដងហើយចំណែកឯពពួកអុកនឹងដែរបន្ទាប់ពីឃើញគ្នារបស់គេបានស្លាប់បាត់ទៅហើយដូច្នេះហើយពេលនេះពួកគេក៏បាននាំគ្នាបើកការវាយប្រហារមកកាន់ឌូជនរបស់យើងហើយឌូជនរបស់យើងបន្ទាប់ពីឃើញពពួកអុកនឹងបើកការវាយប្រហារមកកាន់គេហើយពេលនេះដែរគេក៏មិនបានលេងសើចយូរដែរហើយគេក៏បានដកដាវរបស់គេចេញមកតែម្ដងហើយបន្ទាប់ពីបានដកដាវរបស់គេចេញមកហើយគេក៏បានប្រើធម្មពលរបស់ដាវគេហើយគ្រាន់តែធម្មពលរបស់ដាវគេចេញមកក៏មានរន្ទះបាចសាចពេញនឹងហើយគ្រាន់តែចំហាយដែលភាយចេញពីធម្មពលរបស់ដាវឌូជនរបស់យើងទេក៏បានធ្វើឲ្យ Hunter ទាំង3នាក់ដែលនៅគៀននឹង
ពិបាកក្នុងខ្លួនតែម្ដងហើយចំណែកឯកម្លាំងរបស់ដាវឌូជនរបស់យើងនឹងវិញគ្រាន់តែឌូជនរបស់យើងគប់ទៅបន្តិចទេក៏បានធ្វើឲ្យក្រុមអុកទាំងអស់នោះងាប់គ្មានសល់សូម្បីតែបោះរបស់អុកនឹងក៏ដោយហើយបន្ទាប់ពីកម្ចាត់បោះនៅក្នុង gate អាថ៌កំបាំងនឹងហើយពេលនេះដែរ system ក៏បាននិយាយថា gate ក៏បានត្រឡប់មកធម្មតាវិញដូចនេះហើយ gate នឹងក៏អាចចេញចូលបានធម្មតាវិញហើយចំណែកឯពាក់មេក្រុម Hunter នោះបន្ទាប់ពីឃើញបែបហ្នឹងហើយគេក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយគេក៏បានរត់មកសួរឌូជនរបស់យើងថាតើនេះលោកធ្វើបានដោយរបៀបណាហ្នឹងហើយឌូជនរបស់យើងគេក៏មិនបាននិយាយច្រើនដែរគេគ្រាន់តែប្រាប់អាពាក់ហ្នឹងថាឯងប្រាប់អ្នកដទៃទៅថាឯងគឺជាអ្នកកម្ចាត់បោះរបស់អុកហ្នឹងហើយឌូជនរបស់យើងប្រាប់អាពាក់ហ្នឹងបែបហ្នឹងដោយសារតែគេហ្នឹងខ្ជិលមានរឿងច្រើនដោយសារតែនៅពេលដែលមនុស្សដឹងថាសមត្ថភាពរបស់ឌូជនយើងខ្លាំងដូច្នេះហើយពួកគេនឹងមករំខានឌូជនរបស់យើងដើម្បីឲ្យឌូជនរបស់យើងហ្នឹងចូលទៅក្នុងងាររបស់ពួកគេហើយថែមទាំងរដ្ឋាភិបាលនឹងមកពឹងពាក់ឌូជនរបស់យើងឲ្យជួយកិច្ចការនេះជួយកិច្ចការនោះហើយឌូជនរបស់យើងគេក៏បានបន្ថែមទៀតថាយ៉ាងណាក៏ដោយខ្ញុំក៏បានជួយជីវិតរបស់ពួកឯងដែរហើយជាការតបស្នងយើងគ្រាន់តែយក Magic Crystal របស់បិសាចកម្រិត A ហ្នឹងទេហើយឌូជនរបស់យើងបន្ទាប់ពីយក Magic Crystal របស់បិសាចកម្រិត A នោះហើយដាក់កាបូបរបស់គេក៏បានចេញដំណើរទៅព្រិចតែម្ដងក៏បានធ្វើឲ្យពួកគេទាំង3នាក់នោះនិយាយអីមិនទាន់ឡើយហើយចំណែកឯ Hunter ទាំង3នាក់ហ្នឹងដោយឃើញឌូជនរបស់យើងធ្វើបែបហ្នឹងក៏បានធ្វើឲ្យពួកគេហ្នឹងគ្មានពាក្យវាចាតែម្ដង